សាច់រឿងអត់មានលុយពឹងអ្នកណាក៏អត់បាននៅក្នុងភូមិតូចមួយឆ្ងាយពីទីក្រុងមានក្មេងប្រុសឈ្មោះសុភាគាត់កើតមកក្នុងគ្រួសារក្រីក្រពុកម្ដាយធ្វើស្រែតិចតួចគ្មានដីធ្លីច្រើនដូចអ្នកដទៃសុភាចូលចិត្តរៀនយល់ឆាប់សាលាអ្នកគ្រូតែងតែសរសើរតែអកុសលជីវភាពក្រីខាតធ្វើឲ្យគាត់មិនអាចរៀនទៅដល់ថ្នាក់ខ្ពស់បានទេពេលមានអាយុ14ឆ្នាំពុកឈឺធ្ងន់ត្រូវឲ្យសុភាឈប់រៀនហើយចេញធ្វើការជួយចិញ្ចឹមគ្រួសារការងារដំបូងគឺជាអ្នកកាត់ស្មៅឲ្យគេចំណូលថ្ងៃមួយបានត្រឹមតែពី 3,000 រៀលសុភាឃើញម្ដាយខ្លួនអង្គុយទឹកភ្នែកហូរនៅលើចង្ក្រានដោយព្រួយថាកូនខ្លួនមានចំណូលចិត្តចង់រៀនតែអស់សង្ឃឹមដោយសារមិនមានលុយពាក្យម្ដាយនោះគឺដូចជាមេឃខ្មៅមួយគ្របលើចិត្តសុភាកាលពីពេលនោះគាត់នឹកថាបើសិនជាមានលុយកាន់តែច្រើនគាត់នឹងអាចជួយពុកម្ដាយកុំឲ្យទ្រាំទ្រដូចនេះប៉ុន្តែសុភាជាក្មេងកំឡោះក្រណាស់ពេលណាក៏ត្រូវរងការរើសអើងពីអ្នកភូមិពេលទៅផ្សារគាត់តែងតែឮមនុស្សមួយចំនួននិយាយថាកូនអ្នកក្រមានប៉ុន្មានបន្តិចទៀតក៏ទៅធ្វើកុងធ្វើការនៅស្រុកគេតែប៉ុណ្ណោះពាក្យនោះធ្វើឲ្យចិត្តសុភាឈឺគាត់ស្ងៀមព្រោះសូម្បីតែតបក៏មិនហ៊ានដែរការទន្ទឹងនិងការមើលងាយជារឿយធ្វើឲ្យគាត់សូម្បីជឿថាអនាគតខ្លួនប្រកាសជាមិនមានពន្លឺឆ្នាំក្រោយពួកសុភាត្រូវជំងឺធ្ងន់ឡើងហើយមិនអាចធ្វើការទៀតបានម្ដាយក៏ចូលពេញអាយុធ្វើការខ្លាំងមិនសូវមានកម្លាំងដូច្នេះការទំនើបជីវភាពគ្រួសារទាំងមូលដាក់នៅលើស្មារបស់សុភាគាត់ចេញទៅក្រុងធំដើម្បីរកការងារនៅទីក្រុងគាត់ជួបការលំបាកជាច្រើនគ្មានសាច់ញាតិជួយគ្មានប្រាក់ដាក់ជាមូលដ្ឋានសូម្បីជួលបន្ទប់នៅស្នាក់ក៏ត្រូវសន្សំសំចៃគាត់ធ្វើការផ្លូវកាយទាញរទេះផ្ទុកអីវ៉ាន់ពេលព្រឹកគាត់នឹកថាមនុស្សនៅជុំវិញមានជីវិតស្រស់ស្អាតទិញម្ហូបថ្លៃខណៈដែលខ្លួនឯងសូម្បីបាយល្អមួយចានក៏ពិបាកទិញម្ដងសុភាចង់សុំជំនួយពីមនុស្សជុំវិញតែគាត់ស្គាល់សភាពជីវិតមួយចំនួននៅពេលដែលមានលុយមានអំណាចមនុស្សគ្រប់គ្នាមើលថាអ្នកមានតម្លៃតែពេលអត់មានអីសូម្បីសួរមកជួយក៏គេហួសក្បាលចិនឆាយដូចហេតុផលនេះក្មេងប្រុសក្របានយល់ថាអត់មានលុយពឹងអ្នកណាក៏អត់បានកាលណាកើតការឈឺឬក្តីកង្វល់ក៏សូមជំនួយពីមិត្តរួមការងារមិនដែលបានឆ្លើយតបស្របចិត្តមនុស្សម្នាក់និយាយត្រង់ថាបងកុំសូវពឹងអស់អ្នកទេនៅទីក្រុងនេះមនុស្សគ្រប់គ្នាឲ្យតែស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនបើអត់មានលុយអត់មានអីផ្ដល់មកវិញគ្មាននរណាអើពើទេពាក្យនោះជាខ្សាច់ខ្ជួតបោកភ្នែកសុភាឲ្យដឹងពីជីវិតពិតប៉ុន្តែទោះបីជាឈឺចាប់ក៏គាត់មិនឈប់ខំប្រឹងពេលរាត្រីគាត់សរសេរចងក្រងសៀវភៅតូចដាក់ក្តីសង្ឃឹមថាថ្ងៃណាមួយនឹងអាចសរសេរប្រវត្តិរបស់ខ្លួនឲ្យមនុស្សដទៃអានជីវិតថ្ងៃនោះคล้ายជាការតស៊ូដ៏វែងឆ្ងាយម្ដាយនៅផ្ទះជៀសទឹកភ្នែកមិនឲ្យកូនដឹងពេលទូរស័ព្ទទំនាក់ទំនងក៏តែងតែប្រាប់ថាអាណិតកូនណាស់គង់ធ្វើការច្រើនពេកតែសុភាមិនអាចឈប់បានគាត់គ្រាន់តែឆ្លើយថាខ្ញុំសុខសប្បាយម្ដាយកុំបារម្ភពេលបិទទូរស័ព្ទគាត់អង្គុយស្ងៀមជាមួយទឹកភ្នែកសុភាបានសន្សំប្រាក់បន្តិចម្ដងដើម្បីផ្ញើត្រឡប់ទៅផ្ទះក៏ប៉ុន្តែប្រាក់នោះមិនដែរគ្រប់គ្រាន់តែចិត្តម្ដាយពេញលេញព្រោះចង់ឃើញកូនខំប្រឹងចុងក្រោយនេះសុភានៅតែមានក្តីសង្ឃឹមក្នុងចិត្តគាត់យល់ថាទោះបីមិនអាចពឹងអ្នកណាបានក៏យ៉ាងហោចណាស់អាចពឹងលើខ្លួនឯងជីវិតបង្រៀនឲ្យគាត់ដឹងថាប្រាក់មិនមែនជារឿងទាំងមូលនៃសេចក្តីសុខតែវាគឺជាគន្លឹះសម្រាប់ឲ្យមនុស្សរស់បានដោយមិនត្រូវឲ្យគេមើលងាយពេលយប់មកគាត់នឹកនិរន្តរាពីពាក្យម្ដាយថាកូនកុំចាញ់ជីវិតសូម្បីតែជីវិតក្រពេលនេះក៏អាចផ្លាស់ប្ដូរបានបើកូនអកចាក់លាក់បង់ពាក្យនោះคล้ายជាអំណាចឲ្យសុភាបន្តដើរទៅមុខទោះជាមិនដឹងថ្ងៃណានឹងមានពន្លឺក៏ដោយ
ក្តីសង្ឃឹមតាមជំហៀងផ្លូវបន្ទាប់ពីរស់នៅទីក្រុងបានជិត2ឆ្នាំសុភាดูជាមនុស្សមានអាយុច្រើនកាយសម្បទាខ្លាំងព្រោះធ្វើការដឹកអីវ៉ាន់ឡើងចុះប្រចាំថ្ងៃទោះបីជាប្រាក់ចំណូលតិចតួចក៏គាត់នៅតែចេះសន្សំដើម្បីផ្ញើទៅឲ្យម្ដាយជារៀងរាល់ខែថ្ងៃមួយនៅផ្សារទំនើបគាត់កំពុងជួយដឹកអីវ៉ាន់ឮសំឡេងនារីម្នាក់ហៅថាប្អូនគុំចលកំប៉ុងនេះទៅក្បែរផ្លូវទេសូមដាក់ទីតាំងឲ្យស្អាតថងសុភាមិនទាន់ដឹងថានារីនោះឈ្មោះស្រីពៅទីសិស្សសាកលវិទ្យាល័យនាងមើលឃើញសុភាដឹកអីវ៉ាន់តាំងពីមុនហើយពឿណាក៏លឺមនុស្សផ្សេងគ្នានិយាយចំអកគាត់តែស្រីពៅវិញមិនមើលងាយដូចគេនាងនិយាយពាក្យល្អសួរអក្សរសាបង្ហាញមុខជាមិត្តសុភាសោកចិត្តខ្លាំងព្រោះជីវិតរយៈពេលយូរមកហើយគ្មាននរណាអើពើគាត់ពេលលុះគាត់មានអារម្មណ៍ដូចជាមានមនុស្សយល់ចិត្តស្រីពៅបានប្រាប់ថាបងកុំគិតថាការងារដឹកអីវ៉ាន់គ្មានតម្លៃទេការងារគ្រប់ប្រភេទមានកិត្តិយសដូចគ្នាបើបងប្រឹងប្រែងដោយចិត្តស្មោះត្រង់ពាក្យសាមញ្ញទាំងនោះដូចជាថ្នាំព្យាបាលព្រាលទឹកភ្នែកសុភាពីថ្ងៃនោះមកសុភាមានកម្លាំងក្នុងចិត្តកាន់តែច្រើនប៉ុន្តែជីវិតមិនមែនមានតែពន្លឺពុកសុភានៅភូមិឈឺធ្ងន់ឡាងម្ដាយចេញទូរស័ព្ទមកថាកូនពុកអស់កម្លាំងហើយពេលយប់ច្រើនដងបែកញើសមិនអាចដេកលក់បានពាក្យម្ដាយធ្វើឲ្យសុភាស្រ័យទឹកភ្នែកគាត់ដឹងថាប្រាក់ផ្ញើមកពីក្រុងមិនគ្រប់ព្យាបាលជំងឺនៅពេលនោះគាត់ចាប់ផ្ដើមស្វែងរកការងារថ្មីដែលមានប្រាក់ច្រើនជាងតែជីវិតក្រុងមិនងាយក្រុមហ៊ុនធំមើលតែវគ្គសិក្សានិងប័ណ្ណបញ្ជាក់សុភាមិនមានអ្វីទាំងអស់គាត់ត្រូវទទួលការបដិសេធជារៀងរាល់ថ្ងៃជារៀងរាល់យប់សុភាអង្គុយក្រោមភ្លើងផ្លូវចូលសរសេរប្រវត្តិខ្លួនក្នុងសៀវភៅកៅក៏សរសេរថាថ្ងៃណាខ្ញុំមានលុយខ្ញុំនឹងមិនឲ្យពុកម្ដាយខំចិត្តទៀតខ្ញុំនឹងសងសេចក្តីស្រឡាញ់ដែលពួកគេឲ្យខ្ញុំស្រីពៅឃើញសុភាដីសរសេរជារៀងរាល់យប់នាងចូលទៅជួយផ្ដល់ឯកសាររៀនជំនាញតិចតួចដូចជាអានអក្សរទំនើបប្រើកុំព្យូទ័រទោះបីជាគ្មានលុយរៀនសិក្សាផ្លូវការក៏សុភាបានចាប់ផ្ដើមរៀនពីស្រីពៅក្រោយមកមានហាងតូចមួយទាមទារអ្នកជួយកត់ត្រាទិន្នន័យសុភាបានឱកាសចូលទៅធ្វើប្រាក់ខែក៏មានច្រើនតែខ្ពស់ជាងការដឹកអីវ៉ាន់គាត់សប្បាយចិត្តណាស់ប៉ុន្តែជីវិតនៅតែមានបញ្ហាពុកសុភាធ្ងន់ខ្លាំងត្រូវដឹកទៅមន្ទីរពេទ្យការព្យាបាលត្រូវការលុយរាប់លានរៀលសុភាមើលទឹកភ្នែកម្ដាយហូរនៅលើកម្រងទូរស័ព្ទហើយបេះដូងគាត់ស្ទើរលែងអាចទ្រាំគាត់ចាប់ផ្ដើមដឹងថានៅពេលអត់មានលុយពឹងអ្នកណាក៏អត់បានព្រោះសូម្បីចិត្តស្និទ្ធសាច់ញាតិខ្លះក៏គេច្រៀងក្បាលបដិសេធមនុស្សដែលនិយាយថាចិត្តល្អមុនក៏បាត់មុខសុភាមិនដឹងថានឹងធ្វើដូចម្ដេចប៉ុន្តែគាត់បានសន្យាថាមិនថាដល់កម្រិតណាគាត់ក៏នឹងមិនបោះបង់ជីវិតនឹងក្តីសង្ឃឹម